ដើមប្រង់បងប្អូនណាដែលស្រឡាញ់ដើមប្រង់នេះសបោបងប្អូនហ្នឹងហើយសួស្តីបងប្អូនជំរាបសួរសូមស្វាគមន៍មកកាន់ Channel YouTube ជារាល់ដងខ្ញុំធ្វើបទបង្ហាញទាក់ទងទៅនឹងថ្មតែថ្ងៃនេះខ្ញុំចង់មកបង្ហាញរសជាតិពីយ៉ាងដែលគេហៅថាដើមប្រង់បងប្អូនបងប្អូនណាដែលស្រឡាញ់ដើមប្រង់នេះដើមល្អសបោព្រៃពិតសបោមែនតើដើមប្រង់ហើយខ្ញុំចូលរៀងជ្រៅជាងនឹងបន្តិចទៅការឆ្លងកាត់ដីនេះគឺនៅខេត្តព្រះវិហារទេបងប្អូនហើយខ្ញុំមកកន្លងមកខ្ញុំឃើញបងប្អូនជាច្រើនដែលគាត់កាប់ដើមប្រង់នេះទៅយកទៅលក់កាប់កោះយកទៅលក់នេះល្អសម្រាប់តាំងលម្អតាមគេហដ្ឋានបងប្អូនដែលមានគេហដ្ឋានផ្ទះថ្មធំអញ្ចឹងទៅក៏គាត់យកដើមប្រង់ទៅដាក់តាំងលម្អបាំតាំងលម្អសបោមែនតើដើមប្រង់ហ្នឹងបងប្អូនត្រូវការដើមប្រង់អាចមកកោះយកបាននេះច្រើនមែនតើច្រើនមែនតើហ្នឹងច្រើនដេដាស់អាចយកទៅតាំងតាមគេហដ្ឋានតាមស្ថានភាពតាមអីផ្សេងហ្នឹងបើខ្លះព្រែក1ព្រែក2ព្រែក3អញ្ចឹងអរគុណច្រើនបងប្អូនដែលចូលទស្សនាវីដេអូខ្លីខ្ញុំធ្វើអត់បង្ហាញនេះសូមអរគុណជម្រាបលាបាយបាយ